សូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានស្ដាប់នៅក្នុងកម្មវិធីព័ត៌មាន newenglish.com ជួបជាមួយខ្ញុំបាទសាច់ថ្មីនៅក្នុងកម្មវិធីព័ត៌មានថ្មីនៅថ្ងៃនេះបាទយើងនឹងលើកយកនៅករណីជាបន្តលើការវិវត្តសន្តិសុខជាតិមាតុភូមិរបស់សហរដ្ឋអាមេរិកបាទដោយបងប្អូនទាំងគ្នាបានស្ដាប់រួចហើយនៅក្នុងវីដេអូចាស់យើងបានលើកឡើងអំពីក្តីបារម្ភមួយចំនួនអំពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក្រោយពីមានការសម្លាប់លោកអាយ៉ាតុលឡាស់អាលីខាម៉ានីរួចមកយើងឃើញមានសហរដ្ឋអាមេរិកបានបង្ហាញអំពីក្តីបារម្ភទៅលើការវាយប្រហារនានាដែលអាចកើតមាននៅលើទឹកដីសហរដ្ឋអាមេរិកផ្ទាល់បាទដោយឡែកសម្រាប់ថ្ងៃនេះខ្ញុំបាទនឹងលម្អិតជូនបងប្អូនទាំងអស់គ្នាអំពីបញ្ហាសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកផ្ទាល់ដែលបញ្ហានេះវាកាន់តែបន្តជជែកវែកញែកយ៉ាងក្តៅគគុកនៅក្នុងសហរដ្ឋអាមេរិករហូតដល់មានអ្នកជំនាញម្នាក់ដែលគាត់មានបទពិសោធន៍ច្រើនឆ្នាំនិងមានឯកទេសវិជ្ជាជីវៈជ្រៅជ្រះនៅក្នុងវិស័យភារវកម្មផ្សេងៗនេះគាត់បានចេញនៅអត្ថបទវិភាគរបស់គាត់មួយនៅក្នុងស្ថាប័នទំនាក់ទំនងការបរទេសរបស់គាត់ដែលគាត់មានឈ្មោះថា Bruce Hoffman បាទលោក Bruce Hoffman គឺជាអ្នកជំនាញការផ្នែកប្រយុទ្ធប្រឆាំងនឹងភារវកម្មក៏ដូចជាការបះបោរផ្សេងៗដែលមាននៅក្នុងប្រទេសសហរដ្ឋអាមេរិកផ្ទាល់បាទជាការឆ្លើយតបជាមួយនឹងក្តីបារម្ភរបស់សន្តិសុខជាតិរបស់អាមេរិកគាត់បានលើកឡើងអំពីបទវិភាគផ្ទាល់ខ្លួនរបស់គាត់មួយហើយខ្ញុំបាទសូមលើកយកនៅបទវិភាគទាំងស្រុងរបស់គាត់នេះបង្ហាញក៏ដូចជាចែកជូនដល់ប្រិយមិត្តដើម្បីស្ដាប់ទទួលបានចំណេះដឹងនិងយល់ដឹងអំពីស្ថានភាពនិងការវិវត្តផ្សេងៗដែលអាមេរិកកំពុងតែជួបប្រទះបាទហើយរឿងដែលសំខាន់ជាងនោះទៀតយើងមានព័ត៌មានថ្មីផ្សំជាមួយគ្នាដែរដោយសារតែយើងមានការប្រែប្រួលមួយចំនួននៅក្នុងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដងគឺបញ្ហាពាក់ព័ន្ធជាមួយនឹងរដ្ឋមន្ត្រីផ្នែកសន្តិសុខជាតិមាតុភូមិរបស់អាមេរិកត្រូវបានដកតំណែងដោយលោកត្រាំបាទអញ្ចឹងព័ត៌មានទាំងពីរនេះឃើញថាកំពុងតែមានការជជែកវែកញែកក្រៅកគុកនៅក្នុងកម្រិតសភាក៏ដូចជាមានប្រតិកម្មពីប្រជាពលរដ្ឋអាមេរិកផងដែរស្ដីអំពីការត្អូញត្អែក៏ដូចជាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋបាលរបស់លោកត្រាំក្រោមការដឹកនាំរបស់ប្រធានសន្តិសុខជាតិបាទអញ្ចឹងអត្ថបទទាំងពីរនេះខ្ញុំបាទនឹងបកស្រាយជូនបងប្អូនស្ដាប់ដូចតទៅបាទអ៊ីរ៉ង់និងភេរវកម្មគឺជាអត្តន័យនៃការវាយប្រហាររបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខមាតុភូមិសង្គ្រាមនៅអ៊ីរ៉ង់កាន់តែយូរបង្កើតការលើកទឹកចិត្តកាន់តែធំសម្រាប់សាធារណរដ្ឋអ៊ីស្លាមនៅក្នុងការអនុវត្តនៅគ្រប់ទម្រង់នៃសង្គ្រាមដែលមិនស៊ីមេទ្រីរួមទាំងការសងសឹកដែលអាចបង្កផលប៉ះពាល់ដល់មាតុភូមិរបស់សហរដ្ឋអាមេរិកដែលជាក្តីសង្ឃឹមនៃការបង្ខិតបង្ខំឲ្យលោកត្រាំបោះបង់ចោលនៅគោលបំណងធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារកាលពីថ្ងៃទី28ខែកុម្ភៈសំណួរបានកើតឡើងអំពីគ្រោះថ្នាក់ដែលអាចកើតមានសម្រាប់មាតុភូមិរបស់អាមេរិកនាយកដ្ឋានសន្តិសុខជាតិហៅកាត់ថា DHS តាមរបាយការណ៍បានព្រមានអំពីការវាយប្រហារដោយក្រុមជ្រុលនិយមអ៊ីរ៉ង់និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបន្ទាប់ពីការវាយប្រហារនេះហើយអាជ្ញាធររដ្ឋនិងមូលដ្ឋានបានផ្លាស់ប្ដូរឲ្យមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការសងសឹកនៅលើទឹកដីអាមេរិកផ្ទាល់ការបាញ់ប្រហារនៅទីក្រុង Austin រដ្ឋ Texas កាលពីចុងសប្តាហ៍បង្កឲ្យមានមនុស្សស្លាប់2នាក់និងរបួស14នាក់ហើយឥឡូវកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយក្រុម FBI ថាជាភារវកម្មដ៏មានសក្តានុពលនិងប្រកបដោយគ្រោះថ្នាក់ពិតណាស់វាបានបង្កើតភាពតានតឹងបន្ថែមនិងបន្តក្តីបារម្ភផ្នែកសន្តិសុខដែលអាចកើតមាននៅសហរដ្ឋអាមេរិកចាប់តាំងពីការវាយប្រហារទៅលើអ៊ីរ៉ង់បានចាប់ផ្ដើមដើម្បីវិតម្លៃវិសាលភាពនៃការគម្រាមកំហែងនិងកាន់តែយល់ច្បាស់អំពីការប្រើប្រាស់ភារវកម្មនិងការប្រើប្រាស់យុទ្ធសាស្ត្រមិនស៊ីសង្វាក់គ្នាកន្លងមករបស់អ៊ីរ៉ង់ CFO បាននិយាយជាមួយលោក Bruce Hoffman ដែលជាសមាជិកជាន់ខ្ពស់របស់ក្រុមប្រឹក្សាសម្រាប់ការប្រឆាំងភារវកម្មនិងសន្តិសុខជាតិមាតុភូមិលោក Hoffman បានតាមដានប្រវត្តិរបស់អ៊ីរ៉ង់នៅក្នុងការឧបត្ថម្ភការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកហើយបានពន្យល់អំពីរបៀបដែលចំនួនបច្ចុប្បន្នអាចជំរុញឲ្យមានការគម្រាមកំហែងថ្មី
ហើយក៏បានលើកឡើងអំពីសំណួរចង្អុលបង្ហាញថាតើរដ្ឋាភិបាលអាមេរិកនិងនាយកដ្ឋានសន្តិសុខមាតុភូមិ DHS ជាពិសេសនោះមានទីតាំងឈរជើងដើម្បីឆ្លើយតបនឹងការគំរាមកំហែងនេះហើយឬនៅបាទនេះគឺជាការបញ្យល់បង្ហាញលម្អិតរបស់លោក Bruce Hoffman បាទនៅក្នុងការបញ្យល់លម្អិតរបស់លោកនេះលោកចង់ទាញចំណាប់អារម្មណ៍ឲ្យមិត្តស្ដាប់យល់អំពីការផុងខ្លួនរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់បាទលោកបានបញ្យល់ថាកាលណាអាមេរិកមិនបានគិតគូរអំពីសន្តិសុខរបស់ខ្លួនហើយប្រថុយប្រឋាននៅក្នុងការធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់នោះសង្គ្រាមពិតណាស់វានឹងកើតមានឡើងហើយបង្កការគំរាមកំហែងទៅលើទឹកដីអាមេរិកផ្ទាល់តែម្ដងនេះគឺជាអ្វីដែលលោកចង់បង្ហាញក៏ដូចជាបញ្ជាក់នៅក្នុងសេចក្តីផ្ដើមនៃសំណេររបស់លោកបាទហើយលោកក៏មិនភ្លេចបញ្ជាក់ផងដែរអំពីបញ្ហាថ្មីនេះដែលសហរដ្ឋអាមេរិកបានជួបប្រទះផ្ទាល់គឺដោយសារតែមានការវាយប្រហារដោយខ្មាន់កំភ្លើងដែលបានសម្លាប់ប្រជាពលរដ្ឋអាមេរិកចំនួន2នាក់និងបង្កជារបួសចំនួន13នាក់ផ្សេងទៀតដែលប៉ូលីស FBI កំពុងតែធ្វើការស៊ើបអង្កេតហើយការសន្និដ្ឋានជាបឋមបានសន្និដ្ឋានថាទំនងជាមានការជាប់ពាក់ព័ន្ធជាមួយនឹងការធ្វើឃាតរបស់មេដឹកនាំសាសនាអ៊ីស្លាមគឺលោកអាយ៉ាតុលឡាស់អាលីខាមេនីដែលថ្មីនេះគឺជាមេដឹកនាំអ៊ីរ៉ង់ដែលត្រូវបានសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសម្លាប់រួមជាមួយនឹងមេទ័ពសំខាន់មួយចំនួនរបស់អ៊ីរ៉ង់ផងអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋឧបត្ថម្ភភេរវកម្មតើវាមានន័យយ៉ាងណាតើវាបានចូលរួមនៅក្នុងសកម្មភាពនោះយ៉ាងដូចម្ដេចកាលពីមុនសម្រាប់ប្រទេសអ៊ីរ៉ង់ការឧបត្ថម្ភដល់រដ្ឋអំពីភេរវកម្មគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការព្យាករកម្លាំងនិងគោលនយោបាយការបរទេសរបស់ខ្លួនចាប់តាំងពីការបង្កើតសាធារណរដ្ឋអ៊ីស្លាមនៅក្នុងឆ្នាំ1979ព្រឹត្តិការណ៍សំខាន់នៅក្នុងយុទ្ធនាការយូរអង្វែងនេះគឺចាប់ផ្ដើមពីការចាប់ចំណាត់ខ្មាំងជនជាតិអាមេរិកចំនួន52នាក់នៅខែវិច្ឆិកាឆ្នាំ1979នៅស្ថានទូតអាមេរិកនៅទីក្រុងតេហឺរ៉ង់ដែលក្រុមសកម្មប្រយុទ្ធអ៊ីរ៉ង់បានប្រព្រឹត្តឡើងអស់រយៈពេល444ថ្ងៃនិស្សិតទាំងនោះដែលបានអះអាងថាបានធ្វើសកម្មភាពដោយឯករាជ្យដោយគ្មានការគ្រប់គ្រងពីរដ្ឋាភិបាលឬមានការលើកទឹកចិត្តបានកាន់កាប់ប្រទេសដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកពេញមួយវគ្គដែលអូសបន្លាយនោះពួកគេទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់បុព្វហេតុប្រឆាំងអាមេរិករបស់ពួកគេដែលទីបំផុតបានធ្វើឲ្យប្រធានាធិបតីអាមេរិកម្នាក់បានជាប់ឆ្នោតឡើងកាន់តំណែងឡើងវិញដោយដែលព្រឹត្តិការណ៍នឹងបង្ហាញនៅពេលក្រោយឧបទ្ទវហេតុនេះវាគ្រាន់តែជាការចាប់ផ្ដើមនៃយុទ្ធនាការភេរវកម្មដែលគ្រប់គ្រងដោយរដ្ឋកាន់តែធ្ងន់ធ្ងរនិងទូលំទូលាយដែលដឹកនាំដោយអ៊ីរ៉ង់ជាមេដឹកនាំកំពូលគឺអាយ៉ាតុលឡាអាលីខាមេនីប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសលោកខាងលិចផ្សេងទៀតការផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថានទូតអាមេរិកនៅទីក្រុងបេរូតនិងគុយវ៉េតនៅក្នុងឆ្នាំ1983នៃស្ថានទូតបេរូតថ្មីនៅក្នុងឆ្នាំ1984និងបន្ទាយម៉ារីនអាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិបេរូតនៅក្នុងឆ្នាំ1983ក៏ដូចជាបន្ទាយកងទ័ពអាកាសអាមេរិកខូបានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតអាចផ្ដល់ជំនួយដល់ប្រទេសអ៊ីរ៉ង់នៅក្នុងការវឹកហាត់ដល់ភេរវកម្មបាទនេះគឺជាទំនាក់ទំនងរបស់អ៊ីរ៉ង់នៅក្នុងសកម្មភាពភេរវកម្មបាទដោយបានបញ្ជាក់លោក Bruce Hoffman លោកបានលើកឡើងអំពីវត្តមានរបស់អ៊ីរ៉ង់នៅក្នុងការជួយឧបត្ថម្ភដល់ភេរវករហើយបានចាត់ទុកការឧបត្ថម្ភភេរវកម្មគឺជាគោលនយោបាយការបរទេសតាំងពីឆ្នាំ1979មកម្លេះបាទហើយក្នុងនោះដែរយើងឃើញមានព្រឹត្តិការណ៍ដ៏សំខាន់ដែលអ៊ីរ៉ង់មានការជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងការចាត់ចំណាត់ខ្មាំងចំនួន52នាក់នៅក្នុងឆ្នាំ1979នឹងដដែលហ្នឹងបាទនៅក្នុងស្ថានទូតរបស់អាមេរិកនៅក្នុងទីក្រុងតេហឺរ៉ង់តែម្ដងបាទនេះគឺជាការកត់សម្គាល់ដ៏ស៊ីជម្រៅដែលមើលឃើញអំពីការវិវត្តក៏ដូចជាការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់នៅក្នុងសកម្មភាពភេរវកម្មបាទហើយរឿងដែលសំខាន់ជាងនឹងទៀតនៅមានការបំទុះគ្រាប់បែកជាច្រើនទៀតដូចជានៅក្នុងទីក្រុងបេរូតនៅក្នុងប្រទេសគុយវ៉េតនៅក្នុងឆ្នាំ1983ហើយនឹងការវាយប្រហារទៅលើបន្ទាយទាហានបេរូតនៅក្នុងឆ្នាំ1984ផងដែរហើយរឿងដែលអ៊ីរ៉ង់បានប្រព្រឹត្តនេះគឺបានផ្ដល់ឲ្យនៅប្រាក់រង្វាន់ក៏ដូចជាការលើកទឹកចិត្តយ៉ាងពិសេសដែលអាចមានលទ្ធភាពដល់ការបង្វឹកដល់ក្រមភេរវករផងដែរបាទតើអ៊ីរ៉ង់បានប្រព្រឹត្ត
ឬឧបត្ថម្ភភាវរកម្មនៅក្នុងសហរដ្ឋអាមេរិកដែរឬទេអ៊ីរ៉ង់មានប្រវត្តិយូរអង្វែងនៅក្នុងការបង្កើនប្រតិបត្តិការសម្ងាត់នៅសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចផ្សេងទៀតដើម្បីកម្ចាត់សត្រូវរបស់ខ្លួនជាឧទាហរណ៍នៅក្នុងឆ្នាំ1980លោកអាលីអាក់បាតាបេតាបៃអតីតអ្នកសារព័ត៌មាននៅស្ថានទូតអ៊ីរ៉ង់មុនពេលបដិវត្តន៍គឺជាគូបដិបកដែលនិយមមិនចេញនៃរបបអាលីខាម៉ានីត្រូវបានសម្លាប់នៅទីក្រុង Washington DC ដោយខ្មាន់កំភ្លើងដែលមានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ដែលបានក្លែងខ្លួនជាអ្នករត់សម្បត្តិកាលពីឆ្នាំ2011អ៊ីរ៉ង់ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកដើម្បីធ្វើអត្តឃាតអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅសហរដ្ឋអាមេរិកនៅភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពមួយនៅក្នុងទីក្រុង Washington ការវាយប្រហារភេរវករដែលគ្រប់គ្រងឬបំផុសគំនិតដោយអ៊ីរ៉ង់មិនត្រឹមតែបន្តទេប៉ុន្តែវាកាន់តែរីកធំឡើងជាឧទាហរណ៍នៅក្នុងទីក្រុងតេហេរ៉ង់បានគំរាមកំហែងម្ដងហើយម្ដងទៀតចំពោះប្រធានាធិបតីដូណាល់ត្រាំនិងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលទទួលខុសត្រូវសម្រាប់ឆ្នាំ2020ដែលមានគោលដៅធ្វើអត្តឃាតកាស៊ីមសូលេម៉ានីជាមេបញ្ជាការកងកម្លាំងកូដរបស់អ៊ីរ៉ង់រួមទាំងរដ្ឋលេខាធិការនិងការពារជាតិជាទីប្រឹក្សាសន្តិសុខជាតិនិងជាប្រធាននៃអគ្គលេខាធិការចម្រុះដែលកំពុងបម្រើនៅពេលប្រតិបត្តិការថ្មីនេះលោកត្រាំបានបញ្ជាក់អំពីការធ្វើឃាតដោយចំគោលដៅទៅលើលោកអាយ៉ាតូឡាអាលីខាម៉ានីដោយនិយាយថាខ្ញុំបានទទួលគាត់មុនពេលដែលគាត់ទទួលខ្ញុំអ៊ីរ៉ង់បានជួលអ្នកស៊ើបអង្កេតឯកជនក្រោមការក្លែងបន្លំដើម្បីស្វែងរកនិងឃ្លាំមើលសត្រូវរបស់របបនេះនៅក្នុងចំណោមអ្នកកាសែត Massey Alinjad ដែលពួកគេមានគម្រោងទុកនៅក្នុងឆ្នាំ2022ដើម្បីចាប់បង្រដ្ឋចេញពីទីក្រុង Brooklyn ក្រុង New York របស់នាងហើយបញ្ជូននាងត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញរដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់មន្ត្រីចារកម្មអ៊ីរ៉ង់ម្នាក់អ្នកសំគំនិត3នាក់ពីបទសំគំនិតចាប់ជំរិតសម្រាប់រឿងនេះនៅក្នុងអបតវហេតុទី2ក្នុងឆ្នាំ2024ញាក់ងាយអ៊ីរ៉ង់ម្នាក់បានប្រដាប់ដោយកំភ្លើង AK-47 ត្រូវបានចាប់ខ្លួនដោយព្យាយាមទម្លុះចូលទៅក្នុងផ្ទះដើម្បីសម្លាប់នាងនៅចំពោះមុខការកាត់ទោសរបស់គាត់កាលពីដើមឆ្នាំនេះរដ្ឋអាជ្ញាបានកត់សម្គាល់ថាអ៊ីរ៉ង់ពីមុនបានបង់ឲ្យក្រុមចៅ Russian Mobster ក្រុមចៅ Mexico Cartel Hitman និង Hell Angel របស់កាណាដាដែលក្រុមទាំងនេះគឺជាផ្នែកនៃយុទ្ធនាការដើម្បីបំបិទមាត់អ្នកប្រឆាំង Salman Rushdie ដែលជាអ្នកនិពន្ធជនជាតិអង់គ្លេសដើមកំណើតប៉ាគីស្ថានជាម្ចាស់និពន្ធសៀវភៅ The Satanic Verses គឺជាឧទាហរណ៍ដ៏លេចធ្លោមួយផ្សេងទៀតនៃការខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ចាប់តាំងពីឆ្នាំ1989 Salman បានរស់នៅក្រោមការដាក់ទោសប្រហារជីវិតដោយក្រឹតFatwa ដែលជាសេចក្តីប្រកាសរបស់សាសនាដែលត្រូវបានដាក់មកលើគាត់និងអ្នកបោះពុម្ពផ្សាយរបស់គាត់សម្រាប់ការប្រមាថទៅលើលោកមេដឹកនាំសាសនាអាយ៉ាតូឡាអាលីខាម៉ានីក្រុមបព្វជិតអ៊ីរ៉ង់មួយក្រុមថែមទាំងបានផ្ដល់ប្រាក់រង្វាន់ $2.5 លានដល់អ្នកណាដែលបានបំពេញក្រឹត្យរបស់អាយ៉ាតូឡាអ្នកបកប្រែភាសាជប៉ុននៃសៀវភៅនេះត្រូវបានគេចាក់សម្លាប់អ្នកបោះពុម្ពផ្សាយសញ្ជាតិន័រវេសរបស់ខ្លួនត្រូវបានគេបាញ់សម្លាប់ដូចគ្នាហើយអ្នកបកប្រែភាសាអ៊ីតាលីរបស់គាត់ក៏ត្រូវបានគេចាក់នឹងកាំបិតខណៈដែល Rushdie ខ្លួនឯងផ្ទាល់ត្រូវបង្ខំឲ្យរត់និងត្រូវបានការពារគ្រប់ពេលដោយសាខាពិសេសរបស់ Scotland Yard Rushdie បានផ្លាស់ប្ដូរទីលំនៅជាបន្តបន្ទាប់ទៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2000ហើយបានក្លាយជាពលរដ្ឋពេញលេញនៅក្នុងឆ្នាំ2016 6 ឆ្នាំក្រោយមកពេលកំពុងនិយាយទៅកាន់ព្រឹត្តិការណ៍អក្សរសាស្ត្រនៅរដ្ឋ New York Rushdie ត្រូវបានគេចាក់ជាច្រើនកាំបិតនិងរងរបួសយ៉ាងធ្ងន់ធ្ងរបាទនេះគឺជាការជាប់ពាក់ព័ន្ធមួយដោយឡែកផ្សេងទៀតដែលនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់បាទខុសពីការជាប់ពាក់ព័ន្ធមុនដែលយើងលើកយកនៅក្នុងការជាប់ពាក់ព័ន្ធក្នុងតំបន់មជ្ឈបូព៌ាដោយឡែកនៅក្នុងការជាប់ពាក់ព័ន្ធនេះគឺអ៊ីរ៉ង់បានធ្វើសកម្មភាពផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកបាទដែលយើងឃើញមានការកត់សម្គាល់សំខាន់មួយចំនួនដូចជាការធ្វើឃាតទៅលើអ្នកកាសែតតាប៊ូតាបៃបាទគឺគាត់ជាអ្នកកាសែតហើយត្រូវបានគេធ្វើឃាតនៅទីក្រុង Washington ហើយនៅក្នុងឆ្នាំ2011ផងដែរគឺមានការធ្វើឃាតទៅលើអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតហើយជាពិសេសដែលយើងកត់សម្គាល់នោះគឺនៅក្នុងអាណត្តិទី1របស់លោកប្រធានាធិបតីត្រាំក៏មានការគម្រាមកំហែងពីក្រមជ្រុលនិយមអ៊ីរ៉ង់ផងដែរហើយការគម្រាមកំហែងនេះគឺធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីត្រាំ
បានដាក់គោលដៅទៅលើសកម្មជនដកសកម្មមួយគឺ Qasem Soleimani ហើយនៅក្នុងអាណត្តិទី2នេះលោកត្រាំក៏បានដាក់គោលដៅ Ayatollah Ali Khamenei នឹងឯងហើយព័ត៌មានចុងក្រោយគឺលោកបានបញ្ជាក់ថាលោក Khamenei គឺទទួលបានមរណភាពហើយបាទហើយក្រៅពីនោះយើងមើលឃើញមានការកត់សម្គាល់ផ្សេងទៀតដូចជាមានការធ្វើឃាតទៅលើអ្នកកាសែតឈ្មោះ Linjad ត្រូវបានគេបញ្ជូនទៅកាត់ទោសនៅអ៊ីរ៉ង់ហើយក្រោយមកទៀតក៏ត្រូវបានគេសម្លាប់នៅក្នុងរដ្ឋ Brooklyn ក្រុង New York តែម្ដងហើយរឿងដែលគួរឲ្យកត់សម្គាល់ខ្លាំងដែលយកមកធ្វើជាភស្តុតាងបានគឺដោយសារមានការកត់សម្គាល់ទៅលើលោក Salman Rushdie បាទប្រវត្តិរបស់លោក Salman Rushdie គឺជាអ្នកនិពន្ធបាទគាត់បានឆ្លងកាត់និងហែលឆ្លងនៅការជូរចត់ជាមួយនឹងក្រុមអ៊ីរ៉ង់ដែលតាមធ្វើឃាតគាត់គេចចេញពីស្រុកកំណើតរបស់គាត់រហូតមកដល់តាំងទីលំនៅនៅក្នុងសហរដ្ឋអាមេរិកក៏នៅតែបន្តធ្វើឃាតក៏ដូចជាតការធ្វើទុកបុកម្នេញទៅដល់អ្នកពាក់ព័ន្ធនៅក្នុងគម្រោងបោះពុម្ពសៀវភៅរបស់គាត់ដែលក្នុងនោះយើងឃើញមានអ្នកបកប្រែជនជាតិអ៊ីតាលីមានអ្នកបកប្រែជនជាតិជប៉ុនក៏ដូចជាអ្នកបោះពុម្ពផ្សាយជាដើមសុទ្ធតែបានរងគ្រោះអំពីការតាមសម្លាប់របស់ក្រុមភេរវករបាទនេះគឺជាភស្តុតាងដ៏ប្រចាំមួយដែលបង្ហាញអំពីការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់បាទដោយសារការវាយប្រហារនាពេលថ្មីនេះលើប្រទេសអ៊ីរ៉ង់និងការចូលរួមពីក្រុមសកម្មជន Hezbollah តើមានការព្រួយបារម្ភអ្វីដល់ប្រទេសកំណើតរបស់សហរដ្ឋអាមេរិកអំពីភេរវកម្មដែលឧបត្ថម្ភដោយរដ្ឋអ៊ីស្លាមឬកិច្ចខិតខំប្រឹងប្រែងសងសឹកដែលមិនសមាមាត្រផ្សេងទៀតបាទនេះគឺជាសំណួរថ្មីមួយទៀតដែលលោក Bruce Huffman បានលើកឡើងយ៉ាងប្រចាំនិងច្បាស់លាស់អំពីសំណួរដែលចោទសួរថាតើការវាយប្រហារថ្មីទៅលើអ៊ីរ៉ង់ពីសំណាក់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកវានឹងបង្កផលវិបាកនិងហានិភ័យអ្វីខ្លះដល់ទឹកដីកំណើតរបស់សហរដ្ឋអាមេរិកផ្ទាល់ហើយចំពោះការបកស្រាយរបស់លោក Huffman លោកបានកត់សម្គាល់នៅការងារសំខាន់មួយចំនួនដូចជាការប្រកាសសង្គ្រាមរបស់ត្រាំចំពោះការស្លាប់លោក Khamenei វាគឺជាការគំរាមកំហែងដល់សន្តិសុខជាតិនេះគឺជាការពិតមួយដែលលោកបានបញ្ជាក់ហើយលោកបានផ្ដល់នៅភស្តុតាងមួយចំនួនថាការវាយប្រហារតាមរយៈអ៊ីនធឺណិតក៏ដូចជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសន្តិសុខនិងប្រព័ន្ធប្រតិបត្តិការនានារបស់ក្រសួងពាក់ព័ន្ធរបស់អាមេរិកអាចនឹងត្រូវបានធ្វើឡើងដោយក្រុមក៏ដូចជាអ្នកតំណាងរបស់អ៊ីរ៉ង់នៅក្នុងទឹកដីអាមេរិកផ្ទាល់ហើយរឿងដែលសំខាន់ជាងនោះគឺលោកកត់សម្គាល់ឃើញថារចនាសម្ព័ន្ធរបស់ DHS គឺកំពុងតែរងការគំរាមកំហែងលោកបានបញ្ជាក់ថារចនាសម្ព័ន្ធ DHS គឺត្រូវបានបង្កើតឡើងនៅឆ្នាំ2001បន្ទាប់ពីមានការវាយប្រហារទៅលើអគារភ្លោះហើយគោលបំណងនៃការបង្កើតក្រុម DHS យើងហៅថាសន្តិសុខមាតុភូមិអាមេរិកហ្នឹងគឺបំណងគឺដើម្បីប្រឆាំងលើការគំរាមកំហែងពីបរទេសនោះឯងហើយកិច្ចការប្រតិបត្តិដ៏សំខាន់របស់ក្រុមនេះគឺផ្សារភ្ជាប់អ្នកពាក់ព័ន្ធដូចជាអាជ្ញាធររដ្ឋបាលអាជ្ញាធររដ្ឋមូលដ្ឋានក៏ដូចជាក្រុមកុលសម្ព័ន្ធនានាដែលបង្កើតឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវនៅក្នុងការធ្វើប្រតិបត្តិការហើយអ្វីដែលលោកកត់សម្គាល់ឃើញគឺអាណត្តិរបស់លោកត្រាំគឺ DHS គឺត្រូវបានបដូរទៅជាក្រុមការងារប្រតិបត្តិការផ្នែកអន្តរប្រវេសន៍ខុសច្បាប់ទៅវិញនេះគឺជាការកត់សម្គាល់ឃើញមួយដែលធ្វើឲ្យក្រុម DHS មានបាត់បង់សមត្ថភាពនៅក្នុងការធ្វើការងាររបស់ខ្លួនឯងហើយយើងសង្កេតឃើញថាចំណេះជំនាញក៏ដូចជាអង្គចងចាំមួយចំនួនដែលក្រុមនេះមានគឺវាបានបាត់បង់ភាគច្រើនហើយបាត់បង់កម្លាំងជំនាញនៅក្នុងការគ្រប់គ្រងអង្គភាពហើយអ្វីដែលយើងមើលឃើញនៅដំណាក់កាលចុងក្រោយនេះគឺអង្គភាព DODE របស់លោក Elon Musk ដែលត្រូវបានត្រាំជំរុញឲ្យមានការកាត់បន្ថយមន្ត្រីជំនាញមួយចំនួនហ្នឹងគឺបានកាត់បន្ថយនៅបុគ្គលិកដែលមានបទពិសោធន៍ក៏ដូចជាមានជំនាញពូកែនៅក្នុងរឿងអន្តរប្រវេសន៍ក៏ដូចជារឿងភេរវកម្មនេះផងដែរហើយកាលណាកាត់បន្ថយបុគ្គលិកដែលមានជំនាញនិងបទពិសោធន៍ច្រើននៅក្នុងរឿងភេរវកម្មនេះហើយគឺជាមូលហេតុដែលធ្វើឲ្យក្រុមការងារភេរវកម្មរបស់អាមេរិកហ្នឹងមានសមត្ថភាពខ្សោយមិនមានសមត្ថភាពពេញលេញនៅក្នុងការធ្វើការងារនេះទេហើយរឿងដែលគេហួសចិត្តណារឿងដែលហួសចិត្តដែលលោកHuffman បានលើកឡើងគឺនៅពេលដែលមានប្រតិបត្តិការ Epic Ferry ដែលវាប្រហារទៅលើប្រទេសអ៊ីរ៉ង់ហ្នឹងគឺមានការជូនដំណឹងអំពីការបញ្ឈប់បុគ្គលិកទៀតផងអញ្ចឹងមានន័យថាបុគ្គលិកដែលមានជំនាញមួយចំនួន
គឺនៅតែត្រូវបានរដ្ឋបាលរបស់លោកត្រាំបញ្ឈប់ពីការងារជាបន្តបន្ទាប់ហើយជាក់ស្ដែងគឺបុគ្គលិកដែលទើបតែបញ្ឈប់ហ្នឹងគឺជាបុគ្គលិកដែលជាប់ពាក់ព័ន្ធជាមួយនឹងរឿងស៊ើបអង្កេតលោកត្រាំកាលពីឆ្នាំ2022នេះគឺជារឿងដែលមិនគួរកើតមានទេតាមការកត់សម្គាល់របស់លោក Huffman បាទហើយរឿងដែលកើតឡើងចុងក្រោយនៅជុំវិញរដ្ឋបាលរបស់លោកត្រាំផ្ទាល់តែម្ដងគឺជាការបញ្ឈប់បុគ្គលិកថ្មីនេះគឺលោកស្រី Christine Nam បាទលោកស្រី Christine Nam ត្រូវបានលោក Donald Trump បញ្ចប់អាណត្តិជាប្រធានផ្នែកសន្តិសុខជាតិមាតុភូមិរបស់អាមេរិកហើយភ្ជាប់ជាមួយនឹងទីប្រឹក្សារបស់គាត់ម្នាក់ផងដែរដែលយើងមើលឃើញថាអ្នកជំនាញទាំងពីរគឺកំពុងតែកាន់តំណែងហើយឥឡូវត្រូវបានលោក Donald Trump គាត់ដកចេញពីតំណែងទៅហើយនេះគឺជាអ្វីមួយដែលកំពុងតែកើតឡើងនៅភាពជ្រួលច្បល់ដែលយើងអាចមើលឃើញជាក់ស្ដែងហើយចំពោះភាពស៊ីជម្រៅជាងនេះយើងក៏មិនទាន់អាចវាតម្លៃដឹងថាយ៉ាងណាយើងនឹងតាមដានជាបន្តទៀតបាទជាចុងក្រោយលោក Huffman គាត់បានឲ្យយោបល់អំពីការកែតម្រង់ក៏ដូចជាការអភិវឌ្ឍនៅក្រម DHS ឡើងវិញដែរលោកបានឲ្យយោបល់ថាការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់គឺជាវិបត្តិមួយដ៏ធំដែលអាមេរិកត្រូវតែដោះស្រាយដើម្បីបញ្ជៀសក៏ដូចជាត្រៀមខ្លួនទទួលយកក៏ដូចជាទប់ទល់ជាមួយនឹងហានិភ័យផ្សេងដែលអាចកើតមាននៅលើទឹកដីសហរដ្ឋអាមេរិកលោកបានលើកឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹងការសម្លាប់មេដឹកនាំ Hezbollah ឆ្នាំ1992គឺលោក Abbas al-Musawi គឺជាមេដឹកនាំក្រុម Hezbollah គឺមានព្រឹត្តិការណ៍ធំពីរបានកើតឡើងគឺមានការបំផ្ទុះគ្រាប់បែកនៅទីក្រុងរបស់ប្រទេសអ៊ីស្រាអែលគឺនៅក្នុងសហគមន៍ Shvivដែលកាលនោះគឺមានអ្នកស្លាប់រហូតដល់85នាក់ហើយអ្នករងរបួសចំនួន300នាក់ផងដែរនេះគឺជាឧទាហរណ៍មួយដ៏សំខាន់ដែលលោក Huffman ចង់បង្ហាញឲ្យឃើញអំពីភស្តុតាងដែលថាកាលណាមានការវាយប្រហារធ្ងន់ធ្ងរទៅលើមេដឹកនាំធំណាមួយរបស់ក្រុមអ៊ីស្លាមជ្រុលនិយមក៏ដូចជាក្រុមដៃជើងរបស់អ៊ីរ៉ង់នោះវានឹងអាចប្រឈមមុខនឹងការវាយប្រហារដោយភេរវកម្មណាមួយដែលក្រុមជ្រុលនិយមនឹងវាយបកមកកាន់សហរដ្ឋអាមេរិកវិញបាទនេះគឺជាភស្តុតាងមួយដែលលោកចង់បង្ហាញហើយរឹតតែច្បាស់ជាងនេះទៀតលោកបានឲ្យយោបល់ពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅពេលឆាប់នេះមានក្នុងនោះដូចជាព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ World Cup ហើយនឹងខួបគម្រប់250ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកដែលនេះគឺជាឱកាសដ៏ល្អបំផុតដែលអ៊ីរ៉ង់អាចនឹងចាប់រៀបចំផែនការសងសឹកទៅលើសហរដ្ឋអាមេរិកវិញហើយយើងមើលឃើញថាចំពោះសហរដ្ឋអាមេរិកផ្ទាល់ប្រសិនបើមិនធ្វើកំណែតម្រង់ស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងស្ថាប័នសន្តិសុខជាតិនេះទេឃើញថាអាមេរិកនឹងអាចរងគ្រោះយ៉ាងធ្ងន់ធ្ងរហើយរឿងដែលកត់សម្គាល់ជាមួយនឹងការរងគ្រោះនេះគឺភាពអសមត្ថភាពនៅក្នុងការធ្វើការងាររបស់នាយកដ្ឋានសន្តិសុខជាតិនេះផ្ទាល់តែម្ដងអ្វីដែលលោកចង់ក្រើនរំលឹកទៅដល់ប្រធានាធិបតី Donald Trump ក៏ដូចជារដ្ឋបាលដឹកនាំប្រទេសសហរដ្ឋអាមេរិកផ្ទាល់តែម្ដងគឺលោកបានឲ្យជា message ចុងក្រោយថាប្រជាជនអាមេរិកសមនឹងទទួលបានទំនុកចិត្តថាក្រុមនាយកដ្ឋានសន្តិសុខជាតិគួរតែត្រូវបានរៀបចំយ៉ាងល្អមានបុគ្គលិកពេញលេញនិងមានធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្សេងដែលអាចបង្កឡើងដោយក្រុមអ៊ីរ៉ង់និងក្រុមជ្រុលនិយមរបស់ខ្លួននេះគឺជា message ចុងក្រោយដែលលោក Huffman គាត់បានផ្ដែផ្ដាំហើយក៏ដូចជាចុងបញ្ចប់នៃសំណេររបស់លោកដែលលោកបានចេញកាលពីថ្ងៃទី6បាទសម្រាប់មាតិកាព័ត៌មានរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងបាទសម្រាប់វីដេអូក្រោយខ្ញុំបាទនឹងធ្វើវីដេអូលម្អិតពាក់ព័ន្ធជាមួយនឹងការដកតំណែងរបស់លោកស្រី Christine Nam ដែលលោកស្រីត្រូវបានដកតំណែងចេញពីរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបាទហើយនៅក្នុងការដកតំណែងនេះឃើញថាមានរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធនឹងចម្រូងចម្រាសយ៉ាងខ្លាំងបាទអញ្ចឹងបងប្អូនដែលមានបំណងចង់តាមដានព័ត៌មានបន្ថែមសូមជួយ Subscribe ក៏ដូចជាឲ្យរូបមេដៃដើម្បីខ្ញុំបាទអាចផលិតបាននូវវីដេអូល្អជួយដល់ការយល់ដឹងក៏ដូចជាស្វែងយល់ព័ត៌មានផ្សេងនៅជុំវិញពិភពលោកយើងបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ